ច្រើនពេកហើយមកហូបខ្ញុំអូយសុំទោសផងខ្ញុំក៏នឹកស្មានមិនដល់ថាចាននេះដាក់ចិត្តគេម្លេះអូយលើកនេះលោកតាជេងមិនបានភ្លុកទេគួរឲ្យស្ដាយណាស់មនុស្សចរិតថោកទាបធ្វើម្ហូបឆ្ងាញ់កើតដែរមិនបាច់ភ្លុកក៏ល្អដែរអាហាអញ្ចឹងមានតែខ្ញុំម្នាក់ទេដែលដាក់ពិន្ទុបានពិន្ទុពេញ10ឲ្យ6ពិន្ទុចុះ6ពិន្ទុមិននឹងអាចទៅរួចខ្ញុំបបាលោកចិត្តណាធ្វើសោះអំបញ្ញមិញលោកទៅតែសរសើរថាឆ្ងាញ់តើហេតុអីឲ្យពិន្ទុខ្ញុំទាបម្លេះតែខ្ញុំសរសើរអំបញ្ញមិញគឺដោយសារគ្រឿងផ្សំស្រស់ប៉ុណ្ណោះបើគុំតែគ្រឿងផ្សំល្អសូម្បីតែមួយម៉ាត់ក៏ខ្ញុំមិនខ្ជិលភ្លុកដែររសជាតិសាបបលួយភ្លើងមិនទាន់ដល់កម្រិតឯងកំពុងតែបំផ្លាញគ្រឿងផ្សំល្អហើយលោកពិតជាចិត្តណាមែនចិត្តណាបំផ្លាញស្នាដៃខ្ញុំចិត្តណាឲ្យពិន្ទុខ្ញុំទាបខ្ញុំមិនសុខចិត្តមានការអីលោកគ្រូលីឲ្យពិន្ទុត្រឹមត្រូវជានិច្ចតើឯងមានសិទ្ធិអីមើលឲ្យច្បាស់ទៅទីនេះជាការប្រកួតកម្ពុជាចុងភៅមិនមែនហាងបាយតូចតាចរបស់ឯងទេលីយេធីងនេះជាល្បិចឯងមែនទេឯងចិត្តណាធ្វើបាបខ្ញុំធ្វើមិនទៅមិនអាចឲ្យពួកគេសម្រេចល្បិចបានទេខ្ញុំសុំធ្វើឡើងវិញហេចង់ធ្វើឡើងវិញត្រូវមានអ្នកធានាបើមិនអញ្ចឹងឯងលួចរូបមុនគេធ្វើម៉េចតើអរោគយុទ្ធធនឯណាជាងស៊ួយឯងជាស្អីទៅតើនរណាចង់ធានាឲ្យឯងបើលោកប្រធានសិននៅទីនេះល្អបាត់គិតដល់រឿងលងជីងគាត់ច្បាស់ជាជួយខ្ញុំជាអ្នកធានាឲ្យជាងស៊ួយអរគុណហើយមិនអីទេខ្ញុំគ្រាន់តែទៅភ្នែកនឹងពួកមនុស្សថោកទាបយាយជូខ្ញុំដឹងថាឯងចូលចិត្តនាងតែឯងក៏ជាបេក្ខជនដែរតាមច្បាប់ប្រកួតបេក្ខជនមិនអាចធានាឲ្យគ្នាបានទេឬមួយឯងចង់បំពេញច្បាប់ប្រកួតជាច្រើនឆ្នាំមកនេះច្បាប់គឺត្រូវតែជាច្បាប់បើគ្មានអ្នកធានាទេខ្ញុំនឹងច្រានចោលពាក្យសុំខ្ញុំធានានាងខ្ញុំធានាឲ្យនាងតើលោកមកធ្វើអីមកបង្អែកឲ្យអូនគណៈកម្មការថ្ងៃនេះសុទ្ធតែជាអ្នកធំនៅក្រុងយុនឈឹងពួកគេច្បាស់ជាស្គាល់លោកប្រធានសិនបើលោកបន្លំខ្លួនជាគាត់នឹងត្រូវគេចាប់បានប្រញាប់ទៅខ្ញុំអាចដោះស្រាយបាននេះជាលោកប្រធានសិនអញ្ជើញអង្គុយខាងលើការប្រកួតនេះបង្កើតឡើងដោយត្រកូលសិនរបស់ខ្ញុំតែភរិយាខ្ញុំបែរជាត្រូវគេធ្វើបាបនៅទីនេះអ្នកទាំងអស់គ្នាកំពុងតែមើលងាយខ្ញុំហើយភរិយាជាងស៊ួយជាលោកស្រីសិនជាងស៊ួយនឹងសិនចឹងរៀបការហើយរឿងនេះមិនអាចទៅរួចមែនហើយតែយ៉ាងម៉េចនេះជាការប្រកួតទោះបីជាលោកជាប្រធានសិនក៏ដោយក៏មិនអាចបំពានច្បាប់ដែរច្បាប់ស្អីទៅជាច្បាប់ត្រកូលសិនរបស់ខ្ញុំគឺជាច្បាប់មហូបភរិយាខ្ញុំត្រូវគេចេតនាឲ្យពិន្ទុទៀតប្រហែលជាពួកឯងមិនចង់រស់នៅក្រុងយុនឈឹងទៀតទេលោកប្រធានសិនយល់ច្រឡំហើយខ្ញុំជាគណៈកម្មការមិននឹងអាចឲ្យពិន្ទុផ្លេសផ្ដាស់ទៅមែនណាហេចុះឯងខ្លាចអីបើជាងស៊ួយគ្មានសមត្ថភាពមែនទោះធ្វើម្ដងទៀតក៏មិនអាចឈ្នះគេដែរមហូបអ្នកដតីធ្វើរួចអស់ហើយបើឲ្យនាងធ្វើឡើងវិញខ្លាចក្រែងលួចចម្លងតាមគេខ្ញុំយកគេឈ្មោះត្រកូលសិនមកធានាលោកគ្រូលីនៅមានសំណួរអីទៀតទេលោកពិតជាប្រធានសិនមែនណាហេលោកពិតជាប្រធានសិនមែនណាហេហេតុអីបោកខ្ញុំស៊ួយខ្ញុំអាចពន្យល់បានឃើញខ្ញុំជាមនុស្សល្ងងសប្បាយណាស់មែនទេលោកមានឱកាសប្រាប់ខ្ញុំច្រើនណាស់ហេតុអីមិននិយាយខ្ញុំខ្លាចអូននៅឆ្ងាយពីខ្ញុំព្រោះតែឋានៈនេះស៊ួយខ្ញុំលោកប្រធានសិនទីនេះជាកន្លែងបេក្ខជនក្នុងនាមលោកជាគណៈកម្មការអញ្ចឹងសូមត្រឡប់ទៅកន្លែងវិញទៅជាងស៊ួយទូនាងធ្វើឡើងវិញក៏ដោយគ្រឿងផ្សំរបស់នាងអស់ហើយនាងនៅតែមិនអាចឈ្នះទេការធ្វើម្ហូបនេះសំខាន់បំផុតមិនមែនវិធីធ្វើទេហើយក៏មិនមែនគ្រឿងផ្សំដែរតែជាទឹកចិត្តពិតប្រាកដគិតមើលថាហេតុអ្វីយើងចាប់ផ្ដើមធ្វើវាគិតមើលថាខ្លួនឯងចង់បង្កើតរសជាតិបែបណាឲ្យប្រាកដធ្វើវាចេញពីចិត្តទៅលោកគ្រូខ្ញុំយល់ហើយលោកគ្រូខ្ញុំនឹងយកពានរង្វាន់មកជូនលោកគ្រូឲ្យបានខ្ញុំមិនធ្វើឲ្យលោកគ្រូខ្មាស់គេឡើយលើកដំបូងដែលខ្ញុំធ្វើម្ហូប
គឺគ្រាន់តែចង់រៀនចេះដើម្បីធ្វើម្ហូបឆ្ងាញ់ឲ្យគ្រួសារញ៉ាំតែប៉ុណ្ណោះជេងស៊ុយស៊ុយការប្រកួតកម្ពុជាចុងភៅជាការប្រកួតធំបំផុតប្រចាំឆ្នាំនាងបែរជាយករបស់សាមញ្ញបែបនេះមកប្រកួតពិតជាគួរឲ្យខ្មាស់គេណាស់មែនហើយមនុស្សដូចជេងស៊ុយស៊ុយមិនសមចូលរួមការប្រកួតនេះតតែសោះដេញចេញទៅការប្រកួតមិនបានកំណត់មុខម្ហូបទេបើមានអ្នកបង្កការរំខានទៀតនឹងត្រូវកាត់ឲ្យចាញ់ភ្លាមអាហារជាធំសម្រាប់មនុស្សជាតិគ្រឿងផ្សំគ្មានការបែងចែកវណ្ណៈទេតាមស្តង់ដាររបស់ឯងខ្ញុំនឹងប្រើគ្រឿងផ្សំថោកបំផុតឈ្នះឯងភ្លើងខ្លាំងណាស់នាងគិតថាបាយឆាមួយចានអាចឈ្នះខ្ញុំយកសពទេដឹងចាំមើលទៅលោកគ្រូលេខប្រហែលមិនអចេតនាធ្វើឲ្យកំពុកម្ហូបបែកខ្ជុំទៀតទេដឹងធ្វើម៉េចនឹងអាចទៅរួចរសជាតិនេះហេតុអ្វីបាយឆាពងទីឆ្ងាញ់ដល់ថ្នាក់នេះហេមិនឆ្ងាញ់តតែសោះម្ហូបបែបនេះមិនសមនឹងយកមកប្រកួតទេខ្ញុំឲ្យតែ3ពិន្ទុទេសុខបានគណៈកម្មការមែនទេពូកែណាស់ណាប្រើវិធីណាមិនសំខាន់ទេសំខាន់ឲ្យតែខ្ញុំឈ្នះនេះមិនមែនជាបាយឆាធម្មតាទេវាមានឈ្មោះថាបាយឆាស្រក់ទឹកភ្នែកបាយឆាស្រក់ទឹកភ្នែកជេងស៊ុយស៊ុយនាងពិតជាកូនសិស្សរបស់កម្ពុជាចុងភៅមែនជេងស៊ុយស៊ុយនាងពិតជាកូនសិស្សរបស់កម្ពុជាចុងភៅមែនស្ទើរតែភ្លេចរឿងនេះទៅហើយខ្ញុំយល់ថាមានរសនិយមល្អខ្ញុំគិតថាការប្រកួតលើកក្រោយលោកគ្រូឡៃមិនបាច់ចូលរួមទៀតទេនាងសីថោកទាបនាងប្រើល្បិចអីទើបលោករងឲ្យពិន្ទុគូយ៉ាងនេះមនុស្សចរិតថោកទាបធ្វើរឿងល្អកាត់ដែរជេងស៊ុយស៊ុយទោះមានលោករងជួយក៏ដោយលោកតាចេញមិនចូលចិត្តនាងទេគាត់ក៏មិនឲ្យពិន្ទុគូដែរ2ទល់នឹង1នាងនៅតែចាញ់ខ្ញុំដដែលម្ហូបនេះនាងជាអ្នកធ្វើមែនទេបាយមួយគ្រាប់បែកគ្នាបានល្អក្លិនក្រអូបឈ្ងុយឈ្ងប់ឆ្ងាញ់ប្លែកមាត់ពិតជាអស្ចារ្យណាស់ស័ក្តិសមនឹងទទួលបាន10ពិន្ទុពេញអីគេហ្នឹងមិនអាចទៅរួចទេលោកតាឆេងតើលោកមិនស្អប់នាងទេហេអ្វីបានជាឲ្យពិន្ទុគូយ៉ាងនេះគំនុំផ្ទាល់ខ្លួនផ្សេងម្ហូបផ្សេងមិនពាក់ព័ន្ធនឹងការប្រកួតទេខ្ញុំមិនមែនជាមនុស្សថោកទាបបែបហ្នឹងទេមិនត្រឹមត្រូវទេឯងជាអ្នកប្រកួតជាមួយយីសេមែនទេទាំងអស់នេះជាល្បិចរបស់ឯងមែនទេហើយបាក់ពួកមកទាំងគ្មានអ៊ីនខ្មាស់ទេមិនមែនខ្ញុំទេខ្ញុំមិននិយាយទេហេតុអ្វីចង់ធ្វើឲ្យបានទទួលសំណុកពីវូយូរីងអំឡុងពេលប្រកួតសូមអ្នកទាំងពីរទៅជាមួយយើងឬយូរីងចាប់ជំរិតអ្នកដទៃផុសតាំងច្បាស់ការខ្ញុំមិនបានយកលុយទេពិតមែនណាឥឡូវនេះបើខ្ញុំខុសផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតបានទេជេងស៊ុយស៊ុយទោះខ្ញុំខុសក៏មិនលើកលែងឲ្យឯងដែរមនុស្សទេបណ្ដាសាច្រើនត្រឡប់អបអរសាទរផងជេងស្ដេចចុងភៅឈ្នះខ្ញុំតែមួយពិន្ទុប៉ុណ្ណោះខ្ញុំចុះចាញ់ដោយអស់ចិត្តអរគុណជួបគ្នានៅថ្ងៃក្រោយជេងស៊ុយស៊ុយជួបគ្នានៅថ្ងៃក្រោយម្ចាស់ជើងឯកស្ដេចចុងភៅលើកទី18គឺជេងស៊ុយស៊ុយហេងស៊ុយស៊ុយក្រុមខ្ញុំជាអ្នកមើលថែទៅថ្ងៃមុខខាំទៅចិត្តអ្នកផ្សេងនៅខាងទៀតមែនទេបងច្បាស់ជាកូនសិស្សស្ដេចចុងភៅហេតុអ្វីមិនប្រាប់អូនឲ្យលឿនធ្វើឲ្យអូនរកសឹងស្លាប់បងមានការលំបាកតើក្រែងលោដឹងហើយមិនឲ្យអូនប្រកួតតើត្រូវធ្វើម៉េចអូនជាមនុស្សបែបហ្នឹងមែនទេបងដឹងថ្ងៃណាចាត់ទុកថាស្មើគ្នាទៅបានទេចាំមើលការប្រព្រឹត្តទៅថ្ងៃមុខបាទប្រពន្ធសម្លាញ់ទៅថ្ងៃមុខបងនឹងធ្វើខ្លួនឲ្យល្អថាបមួយមក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 